បាទជំរាបសួរពុកម៉ែបងប្អូនចឹងថ្ងៃនេះខ្ញុំបានមកឆាបាយបែបសុកស្ដែញញ៉ាំទាំងអស់គ្នាចឹងណាបងប្អូនណាមកគ្លីបវីដេអូមានគឺតំណងឲ្យឆ្ងាញ់ហើយបងប្អូនណាគ្រឿងផ្សំយើងមានអីច្រើនណាបងប្អូនអើយណាមានតាំងពីគេហៅថាយើងកំពុងតែចិតការ៉ុតណាបងប្អូនណាដើម្បីដាក់ឆាបាយបងប្អូនណាមានការ៉ុតមានត្រសក់បងប្អូនហើយនឹងមានគេហៅថាខ្ទឹមក្រហមចឹងណាបងប្អូនណាហើយនឹងស្លឹកខ្ទឹមព្រោះទាំងអស់ហ្នឹងគឺជាធាតុផ្សំមួយក្នុងការឆាបាយបងប្អូននេះបងប្អូនចឹងយើងមានគ្រឿងដែលយើងបានហាន់ហ្នឹងយើងរៀបចំដាក់ចានមួយមកចឹងណាបងប្អូនណានេះបងប្អូននេះបាយរបស់យើងណាបងប្អូនណាបាយរបស់យើងនេះបានកូរហើយបំបែកវាហើយដាក់ក្នុងចានដែកមួយចឹងណាបងប្អូនមកបន្ទាប់មកយើងឆាពងទាគេថាឆាពងទា2 3គ្រាប់មកតាមចំណង់ចំណូលចិត្តរបស់បងប្អូនណាយើងឆាប្រមាណគ្រាប់ក៏បានដែរតាមចំណង់ចំណូលចិត្តមួយបងប្អូនចូលចិត្តហូបវិញចឹងទៅចឹងណាបងប្អូនណានេះបងប្អូនយើងឆាពងទានឹងឲ្យវាឆ្អិនហើយកុំឲ្យវាស្អាតណាដើម្បីយកទៅដាក់លាយមួយបាយចឹងណាបងប្អូនណានេះបងប្អូនយើងឆាពងទាឆ្អិនហើយបន្ទាប់មកយើងដួសដាក់ចូលក្នុងបាយដែលយើងបានស្រួយវាហើយហ្នឹងស្រួយវាហើយហ្នឹងមកយើងយកវាឆាមួយឬក៏វែងឬក៏ស្លាបព្រាហ្នឹងកូរវាចូលជាតិជាមួយពងទាហើយនឹងបាយដើម្បីឲ្យហើយបន្ទាប់មកយើងមកបំពងខ្ទឹមណាបងប្អូនណាមិញយើងលាយដាក់គ្រឿងវានៅក្នុងបាយហ្នឹងមកសាទៅអញ្ចឹងណាបងប្អូនណាតើមកយើងមកបំពងខ្ទឹមយើងដាក់ស្ករបន្តិចមកហើយដាក់ការ៉ុតដាក់ខ្ទឹមក្រហមដែលយើងបានហាន់ហើយហ្នឹងយើងយកមកឆាវាបំពងវាបន្ទាប់មកយើងមិនភ្លេចទេបងប្អូនណាគេហៅថាប្រេងខ្យងផងប្រេងគ្រុំផងអញ្ចឹងណាបងប្អូនណាទឹកម្ទេសផងយើងដាក់វាដើម្បីបង្កើនរសជាតិឈ្ងុយឆ្ងាញ់តែម្ដងបងប្អូនណាពីប្រភេទឆានេះមួយដែរយើងត្រូវការគ្រឿងច្រើនណាបងប្អូនអើយបន្ទាប់មកយើងដាក់ប៊ីចេងតិចអញ្ចឹងណាបងប្អូនណាបន្ទាប់មកយើងដាក់ម្សៅស៊ុបខ្លះមកអញ្ចឹងណាបងប្អូនណាយើងជំនួយនៃការបង្កើនរសជាតិឈ្ងុយឆ្ងាញ់តែម្ដងតទៅពីគ្រឿងទាំងអស់ឆ្អិនអស់ហើយយើងចាក់បាយចូលដែលយើងលាយពងទាមិញហ្នឹងណាចឹងយើងត្រូវចាក់បាយចូលទៅហើយយល់មកបន្ទាប់មកយើងកូរបាយពងទាហើយគ្រឿងក្រៅដែលយើងបានឆាមុនហ្នឹងឲ្យវាសព្វចូលគ្នាមកចូលជាតិចូលគ្រឿងទាំងអីគឺឆ្អិនបាត់ហើយចឹងណាបងប្អូនណានេះបងប្អូនឆ្អិនហើយបន្ទាប់ពីឆ្អិនហើយយើងត្រូវរោយដាក់គេថាស្លឹកខ្ទឹមចុងក្រោយដែលយើងបានហាន់ហ្នឹងយើងយកមករោយដាក់ពីលើមកបន្ទាប់មកយើងយកវែកមកកូរវាដើម្បីឲ្យស្លឹកខ្ទឹមហ្នឹងវាចូលជាមួយបាយសព្វទាំងអស់ទៅឲ្យវាឈ្ងុយហើយឆ្ងាញ់តែម្ដងអញ្ចឹងណាបងប្អូនបងប្អូនគាត់ឃើញតំណងគឺឃ្លានហើយបាយឆានេះដែរនៅឃើញតែក្មេងទេបងម៉ាក់គាត់បានឆាឲ្យបាយហូបអញ្ចឹងណាបងទៅដើមគ្នាចែកអ្នកម្ចាស់មួយកូនចងតិចហ្នឹងគឺទៅដើមគ្នាមែនទែនបាយឆានេះមួយឆ្ងាញ់ហើយបងប្អូនណាឥឡូវឆ្អិនហើយយើងបានដួសដាក់ក្នុងចានមួយហើយបងប្អូនណានេះយើងរៀបចំលម្អវានៅក្បែរចានហ្នឹងមានការ៉ុតមានត្រសក់អីចឹងទៅដាក់រៀបចំលម្អវាមើលទៅតំណងដែរបងប្អូនណាដូចនៅហាងដែរណាមើលទៅណាបងប្អូនដាក់មកតាមពិតបើយើងមានអីដាក់មកក្របមកដូចនឹងហាងល្អមែនតែនអញ្ចឹងណាតើមកយើងមិនភ្លេចទេបងប្អូនណាយើងហាន់ម្ទេសហាន់អីដាក់ទៅបងប្អូនអើយហឹលហើឆ្ងាញ់ឈ្ងុយណាស់បងប្អូនអើយជាតិដែរបងប្អូនណាបងប្អូនមកញ៉ាំបាយឆាជាមួយខ្ញុំបែបសុខស្នេហ៍ថ្ងៃនេះគឺរសជាតិមួយអែមតែម្ដងបងប្អូនអើយឆ្ងាញ់ជំនាញថាឆ្ងាញ់មែនតែនបងប្អូនណាអរគុណច្រើនបងប្អូន